សួស្តីទាំងអស់គ្នាអញ្ចឹងយើងបន្តserver 2022របស់យើងទៀតវីដេអូនេះខ្ញុំនឹងបង្ហាញទាក់ទងជាមួយនឹងការធ្វើ roaming user profile អញ្ចឹងមុននឹងធ្វើខ្ញុំចង់ប្រាប់ពីគោលបំណងព្រោះយើងធ្វើអីមួយយើងត្រូវដឹងពី objective របស់វាពីគោលបំណងរបស់វា roaming profile ហ្នឹងយើងធ្វើចេះនៅពេលដែល user មួយនេះខ្ញុំបើក user Windows មួយនេះគាត់មាន install ស្អី1 2 3លើនឹងមាន install Microsoft Office មាន install Chrome មាន install Skype មាន install Telegram នៅលើ desktop របស់គាត់នេះអញ្ចឹងហើយគាត់ប្រើ user មកឥឡូវនេះគាត់កំពុងតែ log in ចូល user គាត់កំពុងតែ log in ចូល user IT មួយតែដល់អី laptop របស់គាត់គាត់កំពុងតែប្រើរាល់ថ្ងៃហ្នឹងខូចធ្វើអត់កើតអីចឹងគាត់ត្រូវការប្រើ laptop ថ្មីអញ្ចឹងបើយើង configure roaming user នៅពេលដែលគាត់ log in ចូល user IT មួយរបស់គាត់ទៅ log in ចូលជាមួយនឹង laptop ថ្មីស្អីដែលគាត់បាន install នៅលើ desktop របស់គាត់ហ្នឹងគឺវានឹងមកវិញទាំងអស់ហើយថាវា synchronize ពី server យកមក install automatic នៅលើ laptop របស់គាត់ដូចដើមអញ្ចឹងយើងអត់ហត់ចំណាយពេល install ឲ្យគាត់ install software ឲ្យគាត់ច្រើនដងទេអញ្ចឹងណាអញ្ចឹងឧបមា user មួយហ្នឹងថាបើគាត់លក្ខណៈ pro user advanced user គាត់ install កម្មវិធីសម្រាប់គាត់ត្រូវប្រើឡើងចង់50កម្មវិធីនៅលើ desktop របស់គាត់ណាមានកម្មវិធី analysis មានកម្មវិធីស្អីណា2 3 4 10 20 50អីចឹងទៅស្រាប់តែខូចបាត់ហើយយើងជា IT support install set up Windows ថ្មីឲ្យគាត់អង្គុយ install កម្មវិធីគាត់ដាច់មួយថ្ងៃបាត់ហើយវាច្រើនអញ្ចឹង Roman user អត់ថាចោលអញ្ចឹងមួយទៀតដូចអ្នកនរគ្នាធ្លាប់ទៅញ៉ាំកាហ្វេនៅ Brown ឬក៏ញ៉ាំកាហ្វេនៅ Amazon ឬកាហ្វេណាមួយអញ្ចឹងអ្នកនរគ្នា connect Wi-Fi នៅកន្លែងហ្នឹងម្ដងសម្រាប់អ្នកគ្នាអត់ឈប់ញ៉ាំទៅសាខាហ្នឹងអ្នកគ្នាទៅញ៉ាំសាខាផ្សេងមួយទៀតកន្លងអ្នកនរគ្នាអត់បាន connect Wi-Fi password អីទេគាត់បើកមកភ្លាមជាប់ Wi-Fi មាន Wi-Fi access មាន internet access ភ្លាមអាហ្នឹងដោយសារគេធ្វើ roaming ឬក៏មិនមែនធ្វើ roaming គេហៅគេប្រើ device តែមួយដូចគ្នាហើយគេ configure user password ដូចគ្នាទាំងអស់អញ្ចឹងអ្នកគ្នាចេញពីកន្លែងមួយទៅកន្លែងមួយគាត់ទៅសាខាហ្នឹងគឺមាន password Wi-Fi វា auto connect ចាំនៅក្នុងទូរស័ព្ទដៃរបស់យើងឬក្នុង computer របស់យើងអាហ្នឹងគេហៅជាប្រភេទ roaming profile របស់យើងអូខេកុំឲ្យវិញឆ្ងាយខ្ញុំនឹង apply roaming profile ទៅលើ user IT លេខ1នេះ IT លេខ1នេះអញ្ចឹងដើម្បី verify តើឥឡូវហ្នឹង IT 1គឺជា local user អ្នកនរអាចចូលមក verify នៅលើ user នេះខ្ញុំកំពុងតែ log in ចូលជាមួយនឹង IT លេខ1ខ្ញុំចូលមក property នៅលើនេះចូល advanced setting អូខេចានេះគឺជា user មុនដែលយើង user មុនដែលខ្ញុំបានតេស្តវាជា roaming មុននឹងបានអ្នកនរគ្នាខ្ញុំបានតេស្តឆ្អែតឆ្អត់ដល់ហើយណាអូខេអញ្ចឹង IT មួយនេះគឺជា local user អញ្ចឹងយើងនឹងដូរ local user ហ្នឹងទៅយើងនឹងធ្វើ IT មួយហ្នឹងទៅជា roaming profile ដូចដែល A1 នេះដែរអូខេអញ្ចឹងដើម្បីធ្វើខ្ញុំនឹងចូល Windows server ខ្ញុំបើក file server ខ្ញុំទៅបើក server manager មួយមកចូល file and storage ចូល line share នេះហើយខ្ញុំនឹងបង្កើត new share មួយ right click យក new share ខ្ញុំនឹង share location នៅក្នុង drive D ហើយខ្ញុំបង្កើតចូល D នេះខ្ញុំបង្កើត new user មួយខ្ញុំដាក់ថា roaming user អីចឹងទៅណា select យក folder ហ្នឹងបន្តទៅនេះ click next កន្លែងនេះខ្ញុំអាចដាក់សញ្ញាដុល្លារក៏បានមិនដាក់ក៏បានដាក់សញ្ញាដុល្លារមានន័យថាខ្ញុំ share អាហ្នឹងគឺអត់ចង់ឲ្យអ្នកណាឃើញទេអត់ចង់ឲ្យមានន័យថានៅពេលដែលគេ proud នេះនៅពេលដែល user ខ្លះគាត់ចាស់ណាគាត់វាយ backslash 2 ដងហើយវាយ IP របស់ server ឬក៏វាយ domain name របស់server មកគាត់ឃើញអា folder ដែលយើង share តែអត់មានទេគេយកអត់ឲ្យឃើញអានេះឃើញតែមិនដូចអាមួយនេះ folder មួយនេះខ្ញុំបាន share ទៅដែរខ្ញុំឲ្យអ្នកគ្នាមើល folder test នេះខ្ញុំបាន share ទៅដែរណាយើងឃើញយើងអាចចូលវិធីមើលចូល line share យើងបាន share ទៅដែរគេដាក់សញ្ញាដុល្លារពីក្រោយមានន័យថាយើងលាក់អញ្ចឹងuser លេខuser IT មួយហ្នឹងគាត់វាយមកគាត់អត់ឃើញទេអញ្ចឹងដូចគ្នាខ្ញុំចង់ធ្វើអញ្ចឹងដែរណាខ្ញុំដាក់សញ្ញាដុល្លារពីក្រោយនេះហើយខ្ញុំអាច copy path នេះទុកហើយអី copy ហើយខ្ញុំទុកនេះហើយ next នេះខ្ញុំ enable batch permission អ្នកគ្នាអាចមើលទៅណាវាឲ្យតែ user ណាដែលអាចមានសិទ្ធិទេទើបអាចចូលបាន user ដែលអត់មានសិទ្ធិគឺអាចចូលបានទេកន្លែងហ្នឹងណាតេតងជាមួយនឹង enable access batch enumeration next ហើយនឹង customize អញ្ចឹងខ្ញុំនឹង add user IT មួយចូលកន្លែងហ្នឹងខ្ញុំធ្វើការ disable inheritance convert ហើយខ្ញុំធ្វើការ add select principal ខ្ញុំដាក់ IT លេខ1ណា IT 1អញ្ចឹងខ្ញុំអត់ធ្វើការ modify អីច្រើនទេខ្ញុំដាក់តែប៉ុណ្្នឹងណាដាក់ប៉ុណ្្នឹងហើយក៏អត់ឲ្យគាត់លុបស្អីញ៉ៃដែរ apply OK apply OK
manage create close ចឹងខ្ញុំ copy path ដែលខ្ញុំបាន share ហ្នឹងហើយយកទៅ pass ចូលនៅក្នុង user profile នេះ profile ហើយខ្ញុំដាក់ profile path នឹងមួយ backslash ហើយដាក់ IT លេខ1 IT លេខ1 add រៀន computer 101.com ជាងដាក់មួយយើងបាទចុះសំណួរគឺថាចុះបើ user 1000នាក់អីដាក់អញ្ចឹងមិនងាប់ដែរអត់ទេ user 1000នាក់ select ទាំង1000 user ហ្នឹងមកយើងមកពី user មកខ្ញុំបង្កើត user ថ្មីមួយទៀត simple ខ្ញុំបង្កើត user ថ្មីមួយទៀតខ្ញុំដាក់ IT លេខ2អត់ឲ្យដូរ password ទេអញ្ចឹងអាពី user Rehu នេះក៏អត់មានដែរ user IT 2នេះក៏អត់មានដែរ select ទាំងពីរ user ហ្នឹងមកយក property ហើយចូលមក profile មក select លុប profile path right click ដាក់សញ្ញាភាគរយ user username សញ្ញាភាគរយ apply អូខេអញ្ចឹងយើងមកមើល IT 2ហ្នឹងវាចាប់បានមិនណាវា load auto IT លេខ2មកអញ្ចឹងខ្ញុំនឹង log in ចូល IT លេខ1នេះខ្ញុំអាចចូលមក restart computer នេះមួយមកហើយខ្ញុំធ្វើការ log in ចូលជាមួយនឹង IT លេខ1តែម្ដងទៀតយើងធ្វើការ restart វាយើង log in ចូល IT user លេខ1របស់យើងមកយើងចូលមក confirm តើចូលជា profile អញ្ចឹងយើង confirm ថា IT របស់យើងគឺ roaming profile ណាអូខេហើយយើងអាចចូលមកមើលនៅក្នុង server នៅក្នុង folder ដែលយើងបាន share បានយើង roaming user នេះយើងឃើញថាមាន IT 1 admin computer 101.com version 6នោះគឺជាហើយនៅពេលយើង like យើងចុច double click លើនឹងមើលគឺអត់មានទេណាហើយបានអត់សុំទោសមិនមានតែយកមាន permission ដែលយកបាន share អ្នកគ្នាអាចចូលទៅ share permission បានពេលអ្នកគ្នាចុច continue អូខេអានេះវាអត់លែងត្រូវការឲ្យនេះហើយបើសិនអ្នកគ្នាអត់អាចមើលបានទេអ្នកគ្នាអាច click យក property មកចូល security ចូល advanced មកដើម្បីធ្វើការ set permission ដោយសារយើងជា admin យើងយ៉ាងនិយាយទៅចឹងយើងអាចចូលមើលបានកន្លែងហ្នឹងបើសិនជាអត់មើលបានទេយើងជា admin ចូលឡើងហ្នឹងទៅយើងអាចចូលទៅមើលបានហើយនៅក្នុងហ្នឹងណាអញ្ចឹងគឺប៉ុណ្្នឹងតកតងជាមួយនឹង user សិនជា user គាត់មាន file អីផ្សេងដាក់លើហ្នឹងគឺយើងឃើញ file នៅលើហ្នឹងហើយ roaming profile ដូចខ្ញុំប្រាប់ពីដំបូងអញ្ចឹងណាពេលដែលគាត់ខូច laptop គាត់ log in ចូលជាមួយនឹង laptop ផ្សេងគឺគាត់នឹងមានអីគ្រប់យ៉ាងដែលគាត់បាន install ពីមុនអូខេខ្លីតកតងជាមួយនឹងការ create roaming user profile អរគុណច្រើនបើសិនជាគិតថាវាមានប្រយោជន៍ចែកម្លែកទៅកាន់អ្នកដែលគាត់ត្រូវការផងអរគុណជួបគ្នាវីដេអូបន្ទាប់បាយបាយ